ម៉ាក់ចូលមកប្រធានហានចាមកនេះមកខ្ញុំមិនលេងដៃនេះទេឲ្យតែនាងមិនលេងដៃខ្ញុំក៏មិនលេងដែរខ្ញុំសឹមនិយាយបានច្បាស់និយាយចំពោះខ្ញុំនាងជានារីដែលមានតម្លៃបំផុតសង្ឃឹមថាមកឲ្យតម្លៃនាងអត់ទេត្រឹមទទួលយកនាងបានហើយអញ្ចឹងឯងចង់បោះបង់ម៉ាក់ចោលមែនទេមើលសិនទៅមើលឲ្យច្បាស់ទៅម៉ាក់ក្រែងនៅសល់ដៃមកខាងទៀតមែនទេពេលនេះខ្ញុំក៏សង្ឃឹមថាអាចចាប់ដៃរបស់ម៉ាក់ដែរខ្ញុំនឹងរងចាំមិនបាច់រងចាំទេដាច់ខាតគ្មានថ្ងៃនោះមកដល់ទេការជួយចាប់របស់ខ្ញុំមានត្រឹមលោកប៉ាម្នាក់គ្រប់គ្រាន់ហើយខ្ញុំសូមអរគុណអ្នកសាតាមហេតុតារបស់ម៉ាក់កុំឲ្យខ្ញុំឃ្លាតឆ្ងាយពីម៉ាក់ម្នាក់ទៀតបានហើយឈប់និយាយទៅពេលនេះម៉ាក់មិនចង់និយាយជាមួយឯងទេឯងចេញទៅក្រៅសិនទៅម៉ាក់ចង់និយាយជាមួយនាងតែពីរនាក់ខ្ញុំមិនទៅណាទាំងអស់ខ្ញុំបាននិយាយហើយចង់និយាយជាមួយខ្ញុំទៅនិយាយជាមួយខ្ញុំទៅបានហើយតោះខ្ញុំនៅគោរពម៉ាក់សូមម៉ាក់ឈប់ទៅឯងហ៊ានធ្វើបែបនេះដាក់ម៉ាក់ឯងផងហ៎ឯងពិតជាចង់ប្រឆាំងជាមួយម៉ាក់មែនណាសុំទោសថ្ងៃនេះម៉ាក់ទៅវិញសិនទៅថ្ងៃនេះជាថ្ងៃកំណើតរបស់នាងខ្ញុំមិនចង់ឲ្យម៉ាក់បំផ្លាញថ្ងៃខួបកំណើតរបស់នាងទេម៉ាក់ទៅវិញទៅឬឲ្យពួកខ្ញុំទៅយើងបាននិយាយរួចហើយអ្នកដែលសម្រេចថាអាចមកនៅក្បែរឯងបានឬអត់មិនមែនឯងទេមិនមែនយើងទេគឺជានាងអាចនៅក្បែរឯងបានទេនាងអាចរស់នៅជាមួយយើងបានទេឯងនៅមិនយល់ទៀតទេអ្នកនាំការឈឺចាប់ឲ្យនាងគឺឯងទេឯងនេះល្ងងខ្លាំងណាស់ខ្ញុំយល់ថាបងគួរតែទៅតាមអ៊ំស្រីខ្ញុំទៅវិញហើយកន្លែងណាក៏មិនបាច់ទៅដែរបងមិនអោយទៅទេហេតុអីម៉ាក់ដាក់ឈ្មោះហាងថាសុទ្ធមាសពេលដែលម៉ាក់មានទម្ងន់ឯងម៉ាក់យល់ស្រាប់ថាទទួលបានសុទ្ធមាសមានពលឺផ្លេកពីបាក់សៃមាសដល់ធំក្បាលហេតុនេះហើយម៉ាក់ក៏ដាក់ឈ្មោះឯងថាខ្វាងគីមរ៉ាន់ទៅដោយសារតែឈ្មោះនេះថ្ងៃក្រោយឯងប្រកាសជាអាចរស់នៅបានសោយសុខហើយចាំមើលទៅស្អីគេតែផ្ដាស់យ៉ាប់ណាគឺយល់សពដ៏សែនយ៉ាប់បំផុតនៅដាក់ឈ្មោះចាស់កម្រិលបែបនេះទៀតមិនពីរោះទេខ្វាងគីមរ៉ាន់ស្អីឲ្យម៉ាក់ធ្វើម៉េចទើបឯងព្រមចេញឲ្យម៉ាក់ធ្វើហួសហេតុបែបណាទើបឯងព្រមចេញពីផ្ទះនេះទោះជាឯងព្រមនៅកំដរម៉ាក់ក៏ម៉ាក់
มันអាចប្រឈមនឹងមុខឯងដែរមើលឃើញឯងម៉ាក់ឈឺចិត្តណាស់ ចប់គ្នាថ្ងៃនេះ ម៉ាក់ត្រូវរស់នៅក្នុងភពងងឹតរងចាំស្លាប់ម៉ាក់មិនអាចធ្វើអ្វីបានទៀតទេជុំវអូននាងច្មក់មិនដឹងអីឯងនេះឲ្យម៉ាក់ធ្វើយ៉ាងម៉េចកូនស្រីកំសត់របស់ម៉ាក់ឲ្យម៉ាក់ធ្វើយ៉ាងម៉េច ឲ្យតែទំនេរត្រូវតែម៉ាស្សាផ្នែកនិងធ្វើចលនាខុសផ្នែកជាប្រចាំត្រូវតែទិញឲ្យម៉ាក់វិសាមានផ្កាស្បៃលឿងកាសៀសូផូរ៉ារ៉តអូមេហ្គា3ថ្នាំជំនួយភ្នែកឡាយកូភីនឡូតេអ៊ីនសណ្តែកដីនិងវ៉លណុតដើម្បីជំនួយដល់ភ្នែកណា គីមរ៉ាន់ខ្ញុំខានញ៉ាំយូរហើយពិតជាឆ្ងាញ់ណាស់ម៉ាក់ពិតជាឆ្ងាញ់ណាស់ទៅអង្គុយទៅចាំម៉ាក់ដួសបាយឲ្យឯងញ៉ាំជាមួយពិតមែនទេម៉ាក់ បងមិនទៅមើលអ៊ំស្រីទេខ្ញុំមិនអីទេឆាប់ទៅមើលគាត់ទៅ ចាំប្រហែលថ្ងៃទៀតទៅប្រសើរជាងពេលនេះជួបគ្នានាំទៅមានអារម្មណ៍មិនល្អដាក់គ្នានេះជាថ្ងៃខួបកំណើតអូនសុំទោសផង ត្រូវហើយថ្ងៃកំណើតបងនៅថ្ងៃណាប្រាប់ខ្ញុំមក
ឬមួយក៏ហួហើយអូឬឲ្យខ្ញុំទៅឆែកប្រវត្តិរូបមើលបងគ្មានថ្ងៃខួបកំណើតទេថាម៉េចគ្មានថ្ងៃកំណើតមនុស្សម្នាក់សុទ្ធតែមានថ្ងៃកំណើតថ្ងៃកំណើតរបស់បងជាថ្ងៃដែលលោកប៉ាបងគាត់បានចែកឋានបងនិងម៉ាក់នៅជាមួយគ្នានៅក្នុងផ្ទះមួយទៀតដើម្បីធ្វើខួបកំណើតឲ្យបងគាត់ក៏ត្រឡប់មកពេលដែលមកដល់គាត់ក៏ចែកឋានទៅសុំទោសផងថ្ងៃនេះពួកយើងកុំនិយាយរឿងនេះអីរឿងរបស់បងចាំនិយាយនៅថ្ងៃក្រោយទៅទុកពេលឲ្យបងមួយរយៈទៀតទៅបងមិនទាន់បានទៅមើលកូនជាមួយនឹងអូនក៏មិនធ្លាប់ទៅមើលតាំងពីពណ៌ក៏មិនដែលទៅមើលសមុទ្រមិនដែលឡើងភ្នំជាមួយអូនពេលនេះបងយល់ថាគួរឲ្យស្ដាយណាស់ហើយនេះទុកពេលឲ្យបងសិនទៅបងនិយាយពេលណាក៏បានពួកយើងត្រូវទៅមើលកុនរួចហើយទៅមើលតាំងពីពណ៌ហើយទៅមើលសមុទ្រនិងទៅឡើងភ្នំជាមួយគ្នាទៅរកស្រីល្អរកបងទៅបងគង់នៅឲ្យអូនឃើញមកទៀតណាថាធូរចិត្តចាំប្រាប់ខ្ញុំក៏បានដែរចិត្តប្រុសងាករែអូនដឹងច្បាស់ថាចុងក្រោយមកតែបងចោលអូនជ្រឹះគេអូនមានតែដេញវិញមុនពេលបងលែងដៃរបស់អូនដាច់ខាតមិនលែងដៃបងឡើយបងជឿជាក់អូនទៅអូនរឹងមាំហើយពូកែអត់ធ្មត់ជាងការគិតរបស់បងឆ្ងាយណាស់និយាយចំពោះអូនលោកនាយកអត់ទេសង្ជនបរោះម្នាក់នេះក៏ប្រែជាមានតម្លៃដែរអូនក៏ចង់យកចិត្តទុកដាក់ហើយអូនការពារបងដែរពួកយើងញ៉ាំបាយបន្តទៅមកក្រោកឡើង ស្រីចង់ចាក់ចេញពីមនុស្សធ្លាប់ស្នេហ៍ក៏ប៉ុន្តែស្នេហ៍នេះប្រឆាជឿសាររាល់ថ្ងៃទឹកភ្នែកហូរចង់បញ្ចប់បញ្ជូនបងឲ្យទៅអ្នកថ្មីចង់ប្រាប់ថ្លៃថាស្រីឈឺឆ្អែតហើយចេញទៅគុំនៅនាំឈឺសូមគុំធ្វើជាល្អតែខាងក្រៅមកចេញពីជីវិតអូនទៅណាបើអូនសុខចិត្តរស់នៅម្នាក់ឯងជុំវ៉ាន់នៅផ្ទះទេចេញក្រៅហើយនាងទៅណាមិនដឹងទេថ្ងៃនេះជាថ្ងៃកំណើតនាងតែនាងសូម្បីតែស៊ុបសារាយសមុទ្រក៏មិនបានញ៉ាំបែកគ្នា28ឆ្នាំទើបបានជួបម៉ាក់បែរជាមិនធ្វើស៊ុបសារាយសមុទ្រឲ្យនាងញ៉ាំប៉ុន្តែ
នាងចំក់នោះនៅតែនិយាយថាមិនទៅណាទេឲ្យម៉ាក់ធ្វើយ៉ាងម៉េចទៅគីមរ៉ាន់ឲ្យម៉ាក់ធ្វើយ៉ាងម៉េចចំពោះនាងចំក់នោះទៅម៉ាក់ក៏អញ្ចឹងសូម្បីម៉ាក់ក៏អញ្ចឹងបារម្ភពីនាងដល់ម្លឹងហេតុអីគ្រប់គ្នាសុទ្ធតែស្រឡាញ់នាងហេតុអីមិនថាជង្វន់នៅឬក៏មិននៅទេដឹងតែពេលជង្វន់មិនថានៅទីនេះឬក៏នៅទីនេះឬសុទ្ធតែជង្វន់ហេតុអីក៏យកចិត្តទុកដាក់នឹងនាងម្លេះខ្ញុំក៏រងគ្រោះខ្ញុំក៏ពិបាកដែរយកថាឯកាទៅខ្ញុំមករកម៉ាក់ប៉ុន្តែសូម្បីតែម៉ាក់ហាមាត់បាត់មាត់ក៏ម៉ាក់រំលឹកពីជង្វន់ដែរម៉ាក់ស្រឡាញ់នាងខ្លាំងណាស់មែនហើយគំនិតរបស់ម៉ាក់បានតែប៉ុណ្ណឹងមិនដឹងជាមានខួរក្បាលឬអត់ទេមួយថ្ងៃគិតបានតែប៉ុណ្ណឹងនៅចំពោះមុខឯងរំលឹកតែជង្វន់នៅចំពោះមុខជង្វន់នឹកឃើញតែឯងពេលវេលាដើរទៅមុខរហូតឲ្យម៉ាក់ធ្វើម៉េចទៅមុខមិនឈប់គួរឲ្យខ្លាចម៉ាក់អាចធ្វើអ្វីបានសុំទោសខ្ញុំមកមិនមែនដើម្បីនិយាយរឿងទាំងនេះទេខ្ញុំមកមិនមែនចង់បញ្ចេញកំហឹងដាក់ម៉ាក់ទេសុំទោសម៉ាក់មិនអីទេគឺម៉ាក់ទេដែលនិយាយធ្វើឲ្យឯងខឹងមុនឯងកុំភ័យអីម៉ាក់មិនអីទេមានអីនិយាយមកចោះម៉ាក់តន់ភ្នែកម៉ាក់នៅមើលឃើញម៉ាក់ចង់ធ្វើអ្វីជាមួយខ្ញុំទេគួរតែមានបំណងប្រាថ្នាអីចំពោះខ្ញុំម៉ាក់ប្រាប់ខ្ញុំមកអត់ទេអត់មានបំណងប្រាថ្នាអីទេឲ្យតែឯងរស់នៅមានសុភមង្គលទៅបានហើយម៉ាក់គិតមើលសិនទៅម៉ាក់ចង់ឃើញពួកឯងស្លៀករោគរៀបការតែប៉ុណ្ណឹងម៉ាក់អស់ចិត្តហើយប៉ុន្តែមីរ៉ាន់នៅយូរទៀតបើឯងនឹងជង្វន់រកបានគូហើយត្រូវរក្សាឲ្យបានល្អម៉ាក់ចង់ឲ្យពួកឯងទាំងពីររាប់អានគ្នាដូចបងប្អូនអាចស្លៀករោគរៀបការយ៉ាងស្អាតម៉ាក់ពិតជាចង់ឃើញខ្លាំងណាស់មុននឹងម៉ាក់មើលអីលែងឃើញគីមរ៉ាន់បើអញ្ចឹងម៉ាក់សុំបំណងប្រាថ្នាពីឯងមួយបានទេបំណងប្រាថ្នាអីទៅលោកនាយកសុងម្នាក់នោះគេស្រឡាញ់ជង្វន់ទៅហើយកុំប្រគល់បេះដូងឲ្យគេទៀតអីឯងរងាប់ចិត្តទៅបានទេអត់ទេគួរតែកាត់ចិត្តចេញពីគេទើបត្រូវថាម៉េចមុនឯងលងចិត្តស្រឡាញ់គេជ្រៅជាងនេះមុនឯងឈឺចាប់កាន់តែខ្លាំងជាងនេះត្រូវតែកាត់ចិត្តឲ្យដាច់ដឹងហើយនៅនេះជាក្តីសង្ឃឹមរបស់ម៉ាក់ជាបំណងប្រាថ្នាចុងក្រោយម៉ាក់ចប់គ្នាថ្ងៃនេះមិនចាំថ្ងៃស្អែកលាស្រីចិត្តកាយ Mountain Dew មួយដបឈប់ឲ្យជួបគ្នាក៏នៅតែមានអ្នកជួបគ្នាតើមែនទេចាត់ទុកយើងជាស្អីស្មានថាយើងងាយចោះចាញ់មែនទេទើបហ៊ានធ្វើបែបនេះដាក់យើងនាងចង់ដណ្ដើមកូនប្រុសចេញពីយើងមែនទេល្អណាស់យើងនឹងដណ្ដើមគ្រប់យ៉ាងពីនាងមុនរហូតដល់នាងព្រមចាក់ចេញពីកូនប្រុសយើងនឹងច្បាច់កនាងឲ្យស្លាប់សិនសឹមចូលមកស្រាយចំណងទៅបាទខ្ញុំនិយាយគិតយូរណាស់បាទជួបលោកស្រី
អធិស្ឋានផងដែលបិទភ្នែកលោកនិយាយចំពោះខ្ញុំរក្សាការសម្ងាត់គឺរក្សាជីវិត បាទត្រឹមត្រូវណាស់សុំឲ្យផលដល់លោកស្រី អង្គុយមក បាទ ខ្វាងណាំបុងចំពាក់លុយលោក80លានវ៉ុនតើមែនទេ បាទលោកស្រី ខ្វាងស៊ូនេះគឺ100លានវ៉ុនខ្ញុំសងចំនួនគេ ថាម៉េចលោកស្រីសងជំនួស ឲ្យតែលោកធ្វើតាមសម្ដីខ្ញុំថែមឲ្យ1លានទៀត ថាម៉េច តើអាចធ្វើបានឬអត់ឆ្លើយសិនមក ឬនោះខ្ញុំសូមសួរសិនបានទេ មិនអាចសួរបានទេ ត្រូវបញ្ញាប់ឆ្លើយតបតើអាចធ្វើបានឬអត់ បាទធ្វើបានខ្ញុំអាចធ្វើបានមិនថាមានរឿងអីទេសូមផ្ដែផ្ដាំមកចូលលោកស្រី ខ្ញុំមិនបានឲ្យលុយលោកសូម្បីតែ10សេនឆ្លើយទៅត្រូវទេ បាទត្រូវហើយសូម្បីតែ10សេនក៏មិនបានទទួលពីលោកស្រីដែរអត់បានទេអត់ទទួលបានទេ នៅមានរឿងសំខាន់មួយទៀតលោកនិងខ្ញុំមួយជាតិនេះមិនដែលជួបគ្នាទេយល់ពីន័យខ្ញុំទេ បាទខ្ញុំយល់ បាត់ដឹងចឹងជីឡានក្រុងមកតាមផ្លូវផ្សេងហើយ ជង្វន់អានេះបង គួរតែមិនអីទេណោះបងអាយុច្រើនហើយបើហត់ខ្លាំងពេកបេះដូងទ្រាំទ្រមិនបានយ៉ាប់ហើយគិតយ៉ាងម៉េចទេគួរតែពាក់បំពង់អុកស៊ីហ្សែនមកតាមខ្លួន ថាម៉េចអាយុច្រើនអញ្ចឹងអូនវិញទើបអាយុប៉ុណ្ណឹងពាក់ស្បែកជើងកែងទៅរួចអត់បើជើងទ្រាំមិនបានគឺយ៉ាប់ហើយគិតយ៉ាងម៉េចទៅគួរតែពាក់ស្បែកជើងដែលល្អជាងនឹង ខ្ញុំគ្មានបញ្ហាទេបងគឺជាបរិះវ័យកណ្ដាល30ផ្លាយមិនរស់រវើកមិនមាំមួនទេតែខ្ញុំវិញគឺជាយុវវ័យ20ផ្លាយរស់រវើករាងកាយមាំមួន ថាម៉េចរស់រវើករាងកាយមាំមួនអូនរស់រវើកត្រង់ណាទៅមាំមួនត្រង់ណាខ្លះបងមើលមិនឃើញសោះហើយក៏ពិបាករកកន្លែងដែលមាំមួនរបស់អូនដែរតើកន្លែងណាទៅណោះអូគឺសំដៅលើស្បែកក្បាលមែនទេឬមួយសំដៅលើពោះវៀនរបស់អូន គួរឲ្យសោកស្ដាយផងកន្លែងដែលរស់រវើកនឹងមាំមួនរបស់ខ្ញុំត្រូវខោអាវបាត់បង់ចិត្តអស់ហើយបងមិនឃើញទេក៏មិនចាំបាច់គិតដែរណា ចូលរួមសោកស្ដាយផងបងធ្លាប់ឃើញរួចហើយ ចាញ់ទៅ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 ឆាប់ចាញ់ទៅចាញ់ទៅចាញ់ទៅ អើយយ៉ាយ កាលនោះក្រែងឲ្យបងលុបចោលទាំងអស់ហេងតាហេតុអីក៏នៅរំលឹកឡើងវិញទៀត ការចងចាំនោះពិតជាជ្រៅពេកហើយបងបានគ្រប់គ្រងវាដែរប៉ុន្តែពិតជាពិបាកបំភ្លេចចោលទាំងស្រុងខ្លាំងណាស់ពេលបងគិតច្រើនខ្វល់ខ្វាយពេលបងស្មុគស្មាញដល់ឈឺក្បាលក៏រំលឹកការចងចាំនោះឡើងមកដើម្បីឲ្យសប្បាយចិត្តវិញអូនកុំភ័យអីបងមិនដល់ថ្នាក់នឹកឃើញឡើងមកគ្រប់ពេលទេ ប្រុសបកាយជន់កែង ថាម៉េច សម្រាប់មកផ្លែតសិនទៅចាំទៅទៀត
ដៃក្រោយដែលលងស្រឡាញ់អូនឈឺបេះដូងក៏មិនគិតបោកក្រោយទ្រាំជុកចាប់ក៏មិន